ដាមស្នេហ៍ត្រីមេងស្រុនមេបញ្ជាការបានអញ្ជើញបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចូលសួរសុខទុក្ខនិងនាំយកនៅថវិកាសម្ភារៈគ្រឿងឧបភោគបរិភោគជូនដល់លោករដ្ឋបាលឯកខឹមថុលវីរៈកងទ័ពឆជើងសមរភូមិជួរមុខទឹកតាថៅខេត្តព្រះវិហារដែលបានដងគ្រោះដោយសារតែផ្សែងពុលកំពុងសម្រាប់ព្យាបាលនៅគេហដ្ឋានខេត្តកំពង់ស្ពឺដែលមានការចង្អុលបង្ហាញតម្រង់ទិសនិងយកគម្រោងដឹកនាំប្រកបដោយគុណធម៌របស់ឯកឧត្តមទីឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងមានការណែនាំពីសំណាក់ឯកឧត្តមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី7ខែមករា2026ក្រមស្មារតីមនុស្សធម៌លោកឧត្តមសេនីយ៍ត្រីមេងស្រុនមេបញ្ជាការបានអញ្ជើញបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថព្រមទាំងចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺចូលសួរសុខទុក្ខនិងនាំយកនៅថវិកាសម្ភារៈគ្រឿងឧបភោគបរិភោគជូនដល់លោកប្រតិបត្តិឯកខឹមថុលវីរៈកងទ័ពឆជើងសមរភូមិជួរមុខទីតាថៅខេត្តព្រះវិហារដែលបានទ្រង់គ្រោះដោយសារផ្សែងពុលកំពុងសម្រាប់ព្យាបាលជំងឺនៅគេហដ្ឋានស្ថិតនៅភូមិថ្មគប់ឃុំអមលៀងស្រុកថ្ពងខេត្តកំពង់ស្ពឺជាទឹកចិត្តលោកឧត្តមសេនីយ៍ត្រីមេងស្រុនបានឧបត្ថម្ភជាថវិកាផ្ទាល់ក្នុងចំនួន1 លានរៀលព្រមទាំងសម្ភារៈនិងគ្រឿងឧបភោគបរិភោគរួមមានអង្ករ3បាយមីជាតិ3កែវទឹកបរិសុទ្ធ3កែវទឹកក្រូច3កែវទឹកត្រី3យួរទឹកស៊ីអ៊ីវ3យួរនិងឧបត្ថម្ភជាថវិកាលើកទឹកចិត្តជូនដល់កម្លាំងប៉ុស្តិ៍រដ្ឋបាលនិងប្រជាការពីភូមិចំនួន5នាក់សរុបចំនួន100000រៀលផងដែរស្របពេលជាមួយគ្នានេះដែរក៏មានការអញ្ជើញចូលរួមសួរសុខទុក្ខពីសំណាក់លោកទួនផៅបាននាំយកនៅអំណោយជាសម្ភារៈដែលសប្បុរសជនក្នុងមូលដ្ឋានបានចូលរួមសហការគ្នាឧបត្ថម្ភដល់វីរៈកងទ័ពលោកប្រតិបត្តិឯកខឹមថុលរួមមានថវិកាចំនួន100000រៀលអង្ករ1បែ50គីឡូក្រាមពី1កែវទឹកបរិសុទ្ធវីតា1កែវទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរផងដែរឆ្លើយក្នុងពេលនោះលោកឧត្តមសេនីយ៍ត្រីមេងស្រុនក៏បានពំនាំនៅកម្មផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមនីឧត្តមសេនីយ៍សៅសុខានិងឯកឧត្តមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌចំពោះវីរៈកងទ័ពលោកប្រតិបត្តិឯកខឹមថុលព្រមទាំងកម្លាំងជួរមុខទាំងអស់ដែលឆជើងតាមបន្តប្រដានកម្ពុជាថៃហើយជាចុងក្រោយក៏បានជួបពរឲ្យឆាប់បានជាសះស្បើយព្រមទាំងសម្ដែងនៃការគោរពដឹងគុណចំពោះវីរៈកងទ័ពនិងសមរភូមិមុខទាំងអស់ក្នុងការបំពេញបេសកកម្មដ៏ឧត្តមដើម្បីការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃដើម្បីការពារជាតិមាតុភូមិនិងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល